ឬរបស់ពួកគេមើលទៅដូចជាស្ងួតដែលជារឿងចម្លែកព្រោះគាត់បានសម្អាតស្មៅទាំងអស់រួចហើយដោយក្តីឆ្ងល់គាត់បានជីកជុំវិញហើយបានរកឃើញថាដីនៅតែពោពេញទៅដោយដង្កូវនិងកំទេចកំទីដែលធ្វើឲ្យរុក្ខជាតិពិបាកលូតលាស់គាត់យល់ថាគាត់គួរតែភ្ជួរដីតាំងពីដំបូងមកហើយការធ្វេសប្រហែសនេះអាចបង្កគ្រោះថ្នាក់ដល់ពួក Mandragora គាត់ចាប់ផ្ដើមរៀបចំសួនច្បារដែលមានទំហំប៉ុនផ្ទះរបស់គាត់ភ្លាមនោះក្មេងស្រីម្នាក់បានបង្ហាញខ្លួននៅចំពោះមុខគាត់ហើយសួរថាតើផ្ទះនេះជារបស់គាត់មែនទេនាងសន្និដ្ឋានភ្លាមថាគាត់គឺជាជនជាតិដើមនៃពិភពបិសាចគាត់ចង់លេងសើចជាមួយនាងបន្តិចក៏សួរថានាងមកពីកុលសម្ព័ន្ធណានាងព្យាយាមភូតកុហកថានាងមកពីកន្លែងដ៏ឆ្ងាយហួសពីទឹកធ្លាក់គាត់ក៏សួរលេងថាតើនាងមកពីកុលសម្ព័ន្ធដូងមែនទេនាងងក់ក្បាលយ៉ាងមោទនភាពហាក់ដូចជាវាជារឿងពិតបំផុតនៅក្នុងលោកនៅពេលគាត់សួរអំពីអាវដែលនាងស្លៀកនាងពន្យល់ថានៅក្នុងកុលសម្ព័ន្ធរបស់នាងអ្នកណាដែលរកឃើញអ្វីមួយគឺជាម្ចាស់របស់វាគាត់មានអារម្មណ៍អស់សំណើចនឹងហេតុផលរបស់នាងនាងប្រាប់ថាត្រូវបានគេបណ្តេញចេញពីកុលសម្ព័ន្ធហើយសុំស្នាក់នៅជាមួយគាត់ព្រោះនៅទីនេះគ្មានសត្វល្អិតនិងមានផ្ទះសុវត្ថិភាពគាត់យល់ព្រមប្រសិនបើនាងជួយធ្វើការងារផ្ទះនាងសប្បាយចិត្តយ៉ាងខ្លាំងហើយសួរថាត្រូវធ្វើអ្វីខ្លះគាត់ប្រាប់ថាពួកគេត្រូវរៀបចំដីសម្រាប់ដាំដំណាំដើម្បីឲ្យពួក Mandragora មានផ្ទះត្រឹមត្រូវនាងចាប់យកដំបងយ៉ាងរឹងមាំហើយនិយាយថានាងមានកម្លាំងគ្រប់គ្រាន់សម្រាប់ការងារនេះបន្ទាប់មកនាងបានវាយកំទេចដីយ៉ាងលឿននិងងាយស្រួលបំផុតគាត់គិតថានាងប្រហែលជាមិនដឹងពីរបៀបដែលក្មេងធម្មតាធ្វើការងារនោះទេទីបំផុតគាត់បានណែនាំខ្លួនហើយសួរឈ្មោះនាងដោយសារគ្មានឈ្មោះនាងបានយកឈ្មោះផ្កាដែលនាងបានឃើញមកដាក់ឈ្មោះឲ្យខ្លួនឯងថា Kimnari Kemnere មិនយូរប៉ុន្មានសួនច្បារត្រូវបានរៀបចំរួចរាល់ហើយពួក Mandragora មើលទៅមានសុខភាពល្អនិងសប្បាយរីករាយណាស់ស្រាប់តែនារីប្រែជាស្ងប់ស្ងាត់ហើយយំដោយសារនឹកដល់មិត្តភក្តិប៉ុន្តែមុននឹងគាត់អាចសួរអ្វីបន្តសំឡេងស្រែកខ្លាំងបានបន្លឺឡើងពេញព្រៃគាត់ពន្យល់ថាវាគ្រាន់តែជាបិសាចប្រមាញ់គ្នាប៉ុន្តែនារីភ័យខ្លាចព្រោះនាងបានឃើញកូនបក្សីតូចមួយរងរបួសនៅក្បែរនោះហើយខ្លាចវាត្រូវបានគេស៊ីនាងចង់ជួយវាប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងមិនអាចជួយបិសាចបានគាត់យល់ថានាងកំពុងត្រូវបានគេលាងខួរក្បាលក៏លើកទឹកចិត្តឲ្យនាងទៅជួយសង្គ្រោះវាដោយខ្លួនឯងនៅក្នុងព្រៃបិសាចអាម៉ាល់កំពុងវាយប្រហារកូនបក្សីនារីបានចូលទៅជួយទាន់ពេលហើយបានវាយកំទេចក្បាលបិសាចអាម៉ាល់នោះចេញក្នុងអំឡុងពេលប្រយុទ្ធនាងបាននឹកឃើញរឿងកាលពីនៅមន្ទីរពិសោធន៍ដែលនាងត្រូវបានគេធ្វើបាបនាងស្រែកថាវាជារឿងខុសឆ្គងដែលក្រុមមនុស្សខ្លាំងមកធ្វើបាបអ្នកដែលខ្សោយជាងនាងបានវាយកម្ចាត់បិសាចចុងក្រោយរួចត្រឡប់ទៅផ្ទះវិញទាំងយំនិងបីកូនបក្សីនោះមកជាមួយឆេអ៊ុនចំណាំបានភ្លាមថាវាជាបិសាចដែលគាត់ធ្លាប់ជួបពីមុននារីភ័យស្លន់ស្លោខ្លាចវាមិនភ្ញាក់គាត់បានពិនិត្យមើលហើយឃើញថារបួសមិនធ្ងន់ធ្ងរដល់ជីវិតទេក៏បានផ្ដល់ថាមពលមែនណាខ្លះដល់វាគាត់ប្រាប់នាងថាវាមិនស្លាប់ទេគឺគ្រាន់តែខ្វះអាហារូបត្ថម្ភប៉ុណ្ណោះបក្សីនោះបានរួញតូចនិងប្តូរពណ៌ដោយសារការអត់ឃ្លាននារីបាននឹកឃើញរឿងឈឺចាប់កាលពីមុនទៀតហើយបានសុំឆេអ៊ុនចិញ្ចឹមវាដោយសន្និដ្ឋាននឹងមើលថែវាឲ្យបានល្អបំផុតគាត់យល់ព្រមហើយនិយាយលេងថាវានឹងក្លាយជាបក្សីយាមផ្ទះភ្លាមនោះកូនបក្សីក៏ភ្ញាក់ឡើងទាំងការងឿងឆ្ងល់
វាបានចំណាំឆេអ៊ុនបានក៏បញ្ចេញសំឡេងគំរាមនារីត្រេកអរខ្លាំងក៏អបវាជាប់នឹងទ្រូងខណៈដែលឆេអ៊ុនឈរមើលទាំងហួសចិត្តកូនបក្សីនោះបានស្រែកបញ្ជាឲ្យនាងលេងវាដែលធ្វើឲ្យឆេអ៊ុនភ្ញាក់ផ្អើលព្រោះគាត់អាចស្ដាប់វាដឹងរឿងនារីបានរុំរបួសវាដូចជាសាកសពម៉ាមីហើយដាក់ឈ្មោះឲ្យវាថាគូខូនាងបានចាក់ទឹកមួយធុងលើក្បាលវាព្រោះគិតថាវាស្រេកទឹករហូតដល់វាហើមដូចប៉េងប៉ោងឆេអ៊ុនប្រាប់ថាកម្រិតនោះគឺគ្រប់គ្រាន់ហើយនាងក៏រត់ទៅរកអាហារឲ្យវាបន្តទៀតឆេអ៊ុនព្យាយាមកាប់ឈើដើម្បីធ្វើទូដាក់អេវ៉ាន់ប៉ុន្តែឈើនោះស្រួយណាស់បក្សីនោះក៏សើចចំអកឲ្យគាត់ហើយប្រាប់ថាវាជាប្រភេទឈើទន់គាត់សួរថាតើឈើប្រភេទណាដែលរឹងមាំជាងគេបក្សីនោះឆ្លើយភ្លាមថាជាឈើពណ៌ក្រហមប៉ុន្តែវាស្រាប់តែស្លុតចិត្តនៅពេលដឹងថាខ្លួនឯងចាញ់បោកសម្ដីរបស់គាត់វាភ័យខ្លាចនៅពេលដឹងថាឆេអ៊ុនអាចស្ដាប់វាបានវាព្យាយាមប្រើមន្តអាគមមើលចិត្តគាត់ប៉ុន្តែមិនបានសម្រេចឡើយបក្សីនោះបានសួរឆេអ៊ុនថាតើគាត់អាចជួយវាទេឆេអ៊ុនពន្យល់ថាវាមិនមែនជាការរើដោយត្រចៀកទេប៉ុន្តែពាក្យទាំងនោះស្រាប់តែលេចឡើងក្នុងខួរក្បាលរបស់គាត់ឆ្ងល់ថាតើបិសាចអាចយល់ភាសាមនុស្សបានយ៉ាងដូចម្តេចឆេអ៊ុនគិតថាបក្សីនេះគឺជាបិសាចឆ្លាតវៃដ៏កម្របក្សីនោះបញ្ជាក់ថាវាត្រឡប់មកវិញព្រោះចង់ជួបគាត់ម្ដងទៀតដើម្បីសងគុណដែលគាត់បានជួយសង្គ្រោះជីវិតវាឆេអ៊ុនប្រាប់ឲ្យវាជួយគាត់ភ្លាមបក្សីនោះក៏យល់ព្រមនាំផ្លូវគាត់ទៅរកដើមឈើពណ៌ក្រហមចំណែកឯនារីកំពុងរត់គេចពីក្របភ្លើងទាំងភ័យខ្លាចនារីយំស្រែកថាវាក្តៅពេកហើយគឺរួចក៏ដួលផ្កាប់មុខនឹងដីនាងភ័យខ្លាចថាមន្ទីរពិសោធន៍បានរកនាងឃើញស្រាប់តែបុរសសក់វែងម្នាក់បានដើរចេញពីក្នុងភ្លើងមកបុរសនោះប្រៅបកស្វែងរកហើយបញ្ជាក់ថានារីគឺជាគ្រឿងយន្តក៏ដែលពួកគេកំពុងតាមរកគាត់រៀបចំបាញ់គ្រាប់ភ្លើងម្ដងទៀតខណៈដែលនារីបានត្រឹមតែសម្លឹងមើលទាំងអស់សង្ឃឹមមុនពេលគ្រាប់ភ្លើងមកដល់វីរបុរសរបស់យើងឆេអ៊ុនបានចូលមកការពារនាងយ៉ាងងាយស្រួលបក្សីខូប្រាប់ថាការជួយក្មេងស្រីគឺជាអាទិភាពឆេអ៊ុនសង្កេតឃើញថានារីខ្លាចភ្លើងខ្លាំងណាស់បុរសសក់វែងនោះបានជេរប្រមាថឆេអ៊ុនថាជាមនុស្សរូងភ្នំហើយគំរាមវាកំទេចគាត់ឆេអ៊ុនក៏វិញយ៉ាងចាស់ដៃដែលធ្វើឲ្យបុរសនោះខឹងយ៉ាងខ្លាំងហើយបាញ់គ្រាប់ភ្លើងយាក់មកលើគាត់ឆេអ៊ុនគ្រាន់តែលើកម្រាមដៃរួចក៏កំទេចការវាយប្រហារនោះខ្ទាតចេញទៅវិញដូចជាការផ្លុំទានខួបកំណើតការផ្ទុះនោះបានធ្វើឲ្យបុរសសក់វែងត្រូវកប់ក្នុងគំនរកំទេចថ្មឆេអ៊ុនសួរនារីថាតើនាងមិនអីទេនាងអរគុណគាត់ដែលបានពន្លត់ភ្លើងទាំងអស់គាត់បានផ្ដល់ដំបូន្មានដល់នាងថាលើកក្រោយបើខ្លាចអ្វីមួយត្រូវក៏ដល់ភាពភ័យខ្លាចនោះឲ្យខ្ទាតឆេអ៊ុនដើរទៅរកបុរសនោះរួចចាប់ទាញសក់គេប៉ុន្តែស្រាប់តែសក់នោះរបូតចេញមកវាគឺជាសក់ខ្លែងខ្លាយកសោះបុរសនោះមានក្បាលទំពែករលោងដូចសុទ្ធនារីឃើញក្បាលទំពែកនោះក៏ផ្ទុះសំណើចយ៉ាងខ្លាំងហើយនិយាយថាបុរសនេះលែងគួរឲ្យខ្លាចទៀតហើយឆេអ៊ុនឆ្ងល់ថាតើនារីធ្លាប់ឆ្លងកាត់រឿងអ្វីខ្លះទើបខ្លាចមនុស្សកម្រិតទាបបែបនេះបក្សីគូប្រើសមត្ថភាពបញ្ជូនផ្លូវចិត្តទៅដើម្បីបង្ហាញឆេអ៊ុននៅការចងចាំរបស់នារីក្នុងនោះគាត់បានឃើញអ្នកវិទ្យាសាស្ត្រឆ្កួតម្នាក់កំពុងធ្វើបាបនាងដើម្បីកតេសភាពធនកេឃើញបែបនេះឆេអ៊ុនបានលួងលោមនារីដោយថ្នមពួកគេសម្រេចចិត្តដាក់ទណ្ឌកម្មបុរសក្បាលទំពែកនោះដោយចងគាត់ជាប់នឹងថ្មតម្កល់ក្រោមទឹកធ្លាក់ដើម្បីកពន្លត់ភ្លើងក្នុងខ្លួនគេនារីហៅគេថាបុរសទំពេកចិត្តអាក្រក់ឆេអ៊ុនប្រាប់កុំឲ្យមើលមនុស្សតែសម្បកក្រៅបន្ទាប់មកគាត់ក៏ទៅដងទឹកមកធ្វើការ៉ាមែនត្រីកវិសរ៉េមិនដែលជាមុខម្ហូបសំណប់របស់នារី
នារីអះអាងថាកូនសម្ព័ន្ធដូងក៏របស់នាងក៏ចូលចិត្តញ៉ាំរ៉ាមែនដែរចំណែកបុរសក្បាលទំពេកគិតថាឆេអ៊ុនប្រកាសជាអ្នកប្រមាញ់កម្រិតអែគ្រឹះខ្ពស់ជាងនេះនារីចាប់បានត្រីបិសាចយក្សចំនួន3ឆេអ៊ុនប្រាប់ឲ្យនាងលែងពីទៅវិញហើយទុកតែមួយបានហើយព្រោះគាត់មិនមែនបើកផ្សារគ្រឿងសមុទ្រនៅទីនេះទេបុរសក្បាលទំពេកភ័យខ្លាចនៅពេលឃើញរបៀបធ្វើម្ហូបដ៏អាក្រក់របស់ពួកគេហើយសុំឲ្យគេដោះលែងខ្លួនដើម្បីគាត់ជាអ្នកធ្វើម្ហូបឲ្យញ៉ាំវិញបុរសនោះមានឈ្មោះថាណាមគីសុកណែមជេសុកគាត់រៀបចំធ្វើរ៉ាមែនយ៉ាងផ្ចិតផ្ចង់បំផុតព្រោះគាត់ដឹងថាជីវិតរបស់គាត់ស្ថិតនៅលើរ៉ាមែនមួយចាននេះឯងគាត់ប្រើវិញ្ញាណក្នុងការវាស់ទឹកនិងរាប់ចង្វាក់បេះដូងជំនួសនាឡិកាដើម្បីឲ្យរ៉ាមែនមានរសជាតិឆ្ងាញ់បំផុតពេលញ៉ាំទៅឆេអ៊ុនណារីនិងគូហាក់ដូចជាបានឡើងដល់ឋានសុគនៃរសជាតិក្រោយពេលញ៉ាំឆ្អែតឆេអ៊ុនសួរថាតើណាមចង់បានអ្វីជាថ្នូរនឹងការធ្វើរ៉ាមែនដ៏ឆ្ងាញ់នេះណាមបានលុតជង្គង់សុំការណែនាំពីឆេអ៊ុនព្រោះគាត់គឺជាមនុស្សដែលខ្លាំងបំផុតដែលណាមធ្លាប់ជួបណាមសន្យាថានឹងដើរតួជាអ្នកដឹកជញ្ជូនស្បៀងរវាងពិភពមនុស្សនិងពិភពបិសាចឲ្យឆេអ៊ុនដើម្បីឲ្យគាត់អាចក្លាយជាអ្នកប្រមាញ់កម្រិតអេកឆេអ៊ុនសួរពីមូលហេតុដែលគាត់វាយប្រហារនារីណាមសារភាពថាគាត់គ្រាន់តែចង់ប្រឡងជាប់ជាអ្នកប្រមាញ់ប៉ុណ្ណោះនារីក៏បោះជំហានមកមុខហើយសុំក៏ប្រកួតសងសឹកជាមួយពូដែលចេះបាញ់ភ្លើងម្នាក់នេះណាមពន្យល់ថាមានតែអ្នកប្រមាញ់កម្រិតប៉ុណ្ណោះដែលអាចបំបែកផ្ទាំងថ្មដែលធ្វើពី Adamantite ដែលរឹងជាងណាមសារភាពថាមានតែអ្នកប្រមាញ់កម្រិតប៉ុណ្ណោះដែលអាចធ្វើបានហើយមុនពេលដែលគាត់អាចពេចភ្នែកបានខេមបានវាបំបែកផ្ទាំងថ្មនិងទំនុកចិត្តរបស់គាត់យ៉ាងងាយវាប្រែថាណាមកើតមកមានទេពកោសល្យអស្ចារ្យនិងបានដាស់អំណាចរបស់គាត់តាំងពីអាយុ8ឆ្នាំខណៈពេលដែលក្មេងភាគច្រើននៅតែកំពុងព្យាយាមស្វែងយល់ពីតារាងគុណចាប់តាំងពីពេលនោះមកគាត់បានហ្វឹកហាត់ដូចជាមនុស្សដែលត្រូវព្រលឹងចូលសន្ធិដ្ឋហើយឡើងចំណាត់ថ្នាក់លឿនដល់ថ្នាក់ធ្វើឲ្យអ្នកប្រមាញ់ចាស់សង្ស័យពីជម្រើសជីវិតរបស់ពួកគេនៅពេលដែលគាត់មានអាយុ20ឆ្នាំគាត់បានក្លាយជាអ្នកប្រមាញ់កម្រិតបិទដ៏រឹងមាំម្នាក់ដែលមានអនាគតភ្លឺស្វាងនៅពីមុខគាត់ស្រមៃចង់ក្លាយជាអ្នកប្រមាញ់ដ៏អស្ចារ្យបំផុតដែលមានឈ្មោះល្បីរន្ទឺពេញពិភពលោកប៉ុន្តែព្រហ្មលិខិតហាក់ដូចជាលេងសើចនឹងគាត់នៅអាយុប្រហែលគ្នាដែលមនុស្សភាគច្រើនចាប់ផ្ដើមដាស់អំណាចសក់របស់គាត់ក៏ចាប់ផ្ដើមជ្រុះចេញឆ្លងកាត់វ័យ20ឆ្នាំរបស់គាត់សក់ដ៏ក្រាស់របស់គាត់បានក្លាយជាការចងចាំដ៏សោកសៅរហូតដល់គាត់សល់តែក្បាលទំពេកនិងសក់ដែលហាក់ដូចជាបោះបង់ចោលគាត់ដែរគាត់បានព្យាយាមគ្រប់ការព្យាបាលទាំងអស់ដែលមនុស្សជាតិស្គាល់ប៉ុន្តែគ្រូពេទ្យនៅទីបំផុតបានប្រាប់គាត់ឲ្យឈប់ខ្ជះខ្ជាយលុយនិងទទួលយកការពិតហើយភ្លាមនោះក្មេងប្រុសដែលមានទេពកោសល្យនិងមន្តស្នេហ៍បានបាត់បង់អ្វីគ្រប់យ៉ាងដែលគាត់បានកសាងមកទំនុកចិត្តរបស់គាត់បានរលាយបាត់ទៅជាមួយសក់របស់គាត់ហើយបើគ្មានវាទេការរីកចម្រើនរបស់គាត់ក្នុងនាមជាអ្នកប្រមាញ់ក៏បានឈប់ឈររហូតដល់ថ្ងៃមួយគាត់បានឃើញបទសម្ភាសន៍តាមទូរទស្សន៍ជាមួយបណ្ឌិត Hand ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលបានរកឃើញលោហៈរាវអាថ៌កំបាំងនៅក្នុងអាណាចក្របុរសចំណាស់រូបនេះបានពន្យល់ថាគាត់បានធ្វើឲ្យវាស្រក់លើក្បាលរបស់គាត់ដោយអចេតនាហើយសក់ក៏ដុះមកវិញយ៉ាងស្អាតបើទោះបីជាគាត់មានអាយុ90ឆ្នាំក៏ដោយណាំស្ទើរតែយំដោយសារក្តីសង្ឃឹមនៅពេលដែលអ្នកសម្របសម្រួលសួរថាតើគាត់នឹងធ្វើថ្នាំព្យាបាលទំពេកដែរឬទេគ្រូពេទ្យបែរជាបង្ហាញថាគាត់បានប្រើវត្ថុរៅនោះដើម្បីបង្កើតសត្វម៉ាស៊ីនទៅវិញណែមស្ទើរតែឈួតដោយជឿជាក់ថាមនុស្សជាតិត្រូវការថ្នាំព្យាបាលទំពេកច្រើនជាងម៉ាស៊ីនអាំងនំបោះដែលមានជើងទៅទៀតប៉ុន្មានថ្ងៃក្រោយមកគាត់បានដឹងថាសត្វម៉ាស៊ីននោះបានរត់គេចចូលទៅក្នុងអាណាចក្របិសាចដោយសារអាណាចក្របិសាចគ្មានច្បាប់ទម្លាប់ពិតប្រាកដគាត់បានដេញតាមវាដោយគ្រោងនឹងចាប់វាហើយយកលោហៈនោះចាក់លើក្បាលទំពេករបស់គាត់ជាអកុសលការពិតបានវាយប្រហារគាត់ខ្លាំងជាងការរំពឹងទុកនៅពេលដែលគាត់ត្រូវបានក្មេងម្នាក់វាយឲ្យដួល
វីរបុរសរបស់យើងបានអត្ថាធិប្បាយថាអ្នកមិនទាំងអាចវាបានមួយដៃផង Cheon ប្រាប់គាត់ឲ្យហ្វឹកហាត់ឲ្យខ្លាំងជាងនេះបើមិនដូច្នេះទេគាត់នឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាដៃគូហ្វឹកហាត់របស់គាត់ឡើយ Nam សន្និដ្ឋាននឹងធ្វើឲ្យបានល្អជាងមុនខណៈដែលតួអង្គរបស់យើងបញ្ចប់ការធ្វើធ្នើឈើ Redwood នឹងអរគុណគូសម្រាប់គំនិតទាំងនេះហើយក្រឡេកមើលទៅ Nam ទោះបីជាត្រូវគេវាយពេញមួយថ្ងៃក៏ដោយក៏បុរសម្នាក់នេះហាក់ដូចជាស្ងប់ស្ងាត់មានការផ្ដោតអារម្មណ៍និងបានកោះហៅអាវុធកណ្ដៀវដ៏ភ្លឺចែងចាំងមកកាន់ក្នុងដៃយ៉ាងស្ងៀមស្ងាត់គឺបាននិយាយថា Nam ប្រហែលជាពូកែខាងភ្លើងប៉ុន្តែគាត់នៅតែត្រូវក្មេងម្នាក់បង្រៀនមេរៀនឲ្យដែរ Cheon រំលឹកគាត់ដោយស្ងប់ស្ងាត់ថា Kim មិនមែនជាក្មេងធម្មតាឡើយហើយនៅពេលដែលការប្រយុទ្ធបន្តការពិតនេះក៏កាន់តែច្បាស់ Nam ស៊ូទៅមុខហើយទៅវាអាវុធកណ្ដៀវភ្លើងរបស់គាត់ប៉ុន្តែ Kim បានគេចផុតនៅវិនាទីចុងក្រោយដោយបដូររាងកាយរបស់នាងទៅជាវត្ថុរាវមុនពេលដែលបុរសកំសត់នោះយល់ពីអ្វីដែលបានកើតឡើងនាងបានត្រឡប់មកជារូបរាងដើមវិញហើយគាត់ចំមុខគាត់ពេញទំហឹងធ្វើឲ្យគាត់ហោះទៅបុកច្រាំងថ្មដែលនៅក្បែរនោះឬសុភីង Kim ឈរយ៉ាងមានអំណាចហើយប្រកាសថានាងលែងខ្លាចភ្លើងទៀតហើយ Nam ដេកនៅទីនោះទាំងវង្វេងស្មារតីដោយឆ្ងល់ថាតើនេះជាកម្រិតអត្បរមាននៃសមត្ថភាពរបស់គាត់ហើយឬនៅទោះជាយ៉ាងណាក៏ដោយគាត់នៅតែព្យាយាមងើបឈរឡើងវិញដោយរំលឹកខ្លួនឯងថាគាត់មិនដែលបោះបង់ឡើយទោះបីជាស្ថានភាពអាក្រក់យ៉ាងណាក៏ដោយគាត់បានប្រជែងនាងសម្រាប់ជុំមួយទៀតប៉ុន្តែត្រូវឈប់នៅពេលដែលគាត់មានអារម្មណ៍ថាមានឈាមហូរចេញពីច្រមុះ Cheon មើលទៅគាត់ហើយសួរថាតើគាត់នៅទីនេះក្នុងអាណាចក្របិសាចរយៈពេលប៉ុន្មានហើយ Nam ជួបមុខរបស់គាត់ហើយនិយាយថាវាមានរយៈពេល 9 ថ្ងៃហើយវីរបុរសរបស់យើងប្រាប់គាត់ថាប្រសិនបើគាត់នៅទីនេះយូរជាងនេះការពោលដោយម៉ាណា Mana Corruption នឹងសម្លាប់គាត់ហើយ Nam ក៏យល់ស្របតាមបន្ទាប់មក Cheon ប្រាប់គាត់ថាគាត់មានសមត្ថភាពអាចឈានដល់កម្រិតដែលធ្វើឲ្យ Nam ភ្ញាក់ផ្អើលយ៉ាងខ្លាំងបុរសម្នាក់នេះសារភាពថាគាត់គិតថាមនុស្សដែលប្រឡងធ្លាក់អ្នកប្រមាញ់លើសពី3ឆ្នាំគឺគ្មានសង្ឃឹមឡើយហើយរូបគាត់ផ្ទាល់បានធ្លាក់អស់រយៈពេល6ឆ្នាំមកហើយទោះបីជាយ៉ាងនេះក៏ដោយ Cheon ប្រាប់គាត់កុំឲ្យបោះបង់ដោយនិយាយថាម៉ាណារបស់គាត់មិនទាន់ពេញវ័យនៅឡើយទេគាត់ណែនាំឲ្យគាត់ធ្វើការបន្សុទ្ធវានៅពេលត្រឡប់ទៅវិញហើយ Nam បានអរគុណគាត់ដោយការគោរពនិងហៅគាត់ថាបងប្អូន Cheon សន្យាថាគាត់នឹងជួយឲ្យ Nam ក្លាយជាអ្នកប្រមាញ់កម្រិតនៅថ្ងៃណាមួយមិនយូរប៉ុន្មាន Nam ក៏បានឈរក្បែរច្រកទ្វារ portal ដើម្បីត្រៀមខ្លួនចាក់ចេញគាត់សួរថាតើពួកគេចង់បានអ្វីពីពិភពមនុស្សដែរឬទេហើយគ្រប់គ្នាបានស្រែកឡើងភ្លាមថាចង់បានមី Raymond Kim ញឹមហើយប្រាប់គាត់ឲ្យធ្វើដំណើរដោយសុវត្ថិភាពហើយ Nam ឆ្លើយថាគាត់នឹងយកឈ្នះនាងឲ្យបាននៅពេលក្រោយមុនពេលឈានជើងចូលទៅក្នុងច្រកទ្វារគាត់បានបែរមកសួរថាតើមានអ្នកណាឃើញសក់ពាក់របស់គាត់ទេប៉ុន្តែ Cheon ពិតជាមិនដឹងមែនបន្ទាប់ពីគាត់ចាក់ចេញទៅ Go បង្ហាញពីការព្រួយបារម្ភថាតើ Nam អាចជឿទុកចិត្តបានដែរឬទេ Cheon សួរថាតើគាត់ចង់មានន័យយ៉ាងណាហើយសឹកបាក់សីតូចនោះនិយាយថា Nam អាចនឹងក្បត់ពួកគេហើយនាំអ្នកប្រមាញ់ផ្សេងទៀតមកទីនេះ Cheon សួរពីការយល់ឃើញរបស់ Go ចំពោះបុរសម្នាក់នោះហើយ Go បានបញ្ជាក់យ៉ាងស្ងៀមស្ងាត់ថាអ្វីដែល Nam និយាយគឺសុទ្ធតែជាការពិតការសន្ទនាទាំងមូលនេះធ្វើឲ្យ Cheon ទន្ទឹងរង់ចាំការហ្វឹកហាត់ Nam កាន់តែខ្លាំងហើយនៅទីបំផុត Kim ក៏សួរថាតើគាត់ពិតជាអាចយល់ពីអ្វីដែលសត្វបក្សីនោះនិយាយមែនឬគាត់ងក់ក្បាលហើយនិយាយដោយធម្មតាថាគាត់ថែមទាំងបានធ្វើធ្នើដាក់អីវ៉ាន់តាមការណែនាំរបស់សត្វបក្សីនោះទៀតផងដោយចង់ដឹងគាត់សួរថាតើឥឡូវនេះបន្ទប់មើលទៅមានរបៀបរៀបរយហើយឬនៅហើយ Kim ឆ្លើយថានាងមើលមិនឃើញទេពីការចង់បានរបស់នាងហើយក៏បានបន្ថែមបង្អួតមួយចំនួនយ៉ាងលឿនដើម្បីឲ្យពន្លឺថ្ងៃជិះចូលមកក្នុងបន្ទប់ Kim ញ៉ាំដោយចូលចិត្តរូបរាងថ្មីដ៏ភ្លឺស្វាងនេះដែលធ្វើឲ្យតួអង្គប្រុសរបស់យើងឆ្ងល់ថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យបន្ទប់នេះនៅតែភ្លឺបើទោះបីជាពេលយប់ក៏ដោយនៅពេលដែល Kim សួរថាតើពួកគេនឹងរកប្រភពពន្លឺមកពីណា Cheon និយាយថាពួកគេត្រូវការថ្មភ្លឺ glowstones ដែលជាប្រភេទគ្រីស្តាល់ភ្លឺដ៏ធម្មជាតិនៅក្នុងទីនេះពួកវានៅលើពិដានដើម្បីឲ្យទីនេះភ្លឺដូចជាផ្ទៃមេឃនាពេលរាត្រីគឺចាប់ផ្ដើមបែកញើសដោយក្តីបារម្ភហើយសួរថាតើ Cheon គ្រោងនឹងទៅយកថ្មភ្លឺទាំងនោះពីកន្លែងណាឲ្យប្រាប់គាត់ Cheon ឆ្លើយថាពួកគេនឹងត្រូវទៅសួរសុខទុក្ខតំបន់ភ្នំភ្លើងគឺបានព្រមានគាត់ភ្លាមថាវាគឺជាតំបន់ដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់អ្នកប្រមាញ់ហើយបានបន្ថែមយ៉ាងស្ងៀមស្ងាត់ថាវាក៏ជាស្រុកកំណើតរបស់គាត់ផងដែរ Cheon ចាប់អារម្មណ៍ពីរបៀបដែលទឹកដុំសម្លេងរបស់ Go ធ្លាក់ចុះនៅពេលនិយាយអំពីផ្ទះហើយ Kim ក៏ចាប់អារម្មណ៍ដូចគ្នានាងបែរទៅរក Cheon ហើយសួរថាតើសត្វបក្សីនោះនិយាយអ្វីខ្លះព្រោះវាហាក់ដូចជាកំពុងអន់ចិត្ត Cheon ពន្យល់ថា Go ព្រួយបារម្ភអំពីការទៅតំបន់ភ្នំភ្លើងដូច្នេះគាត់ស្ម័គ្រចិត្តទៅទីនោះតែម្នាក់ឯង Kim បដិសេធភ្លាមថាមិននៅពីក្រោយឡើយដោយនិយាយថានាងលែងខ្លាចភ្លើងទៀតហើយចង់ទៅជាមួយគាត់ Cheon បែរទៅរក Go ដែលដកដង្ហើមធំហើយនិយាយថាគាត់នឹងទៅជាមួយដែរព្រោះគាត់ក៏មានការងារខ្លះត្រូវដោះស្រាយនៅទីនោះដែរជាមួយនឹងការសម្រេចចិត្តនេះក្រុមការងារទាំងមូលក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្សងព្រេងបន្ទាប់របស់ពួកគេខណៈដែល Cheon ចាប់ផ្ដើមរៀបចំឧបករណ៍ Richter Mandragora នៅក្បែរនោះត្រូវបានគេឃើញកំពុងលេងនៅលើវាលស្មៅជាមួយនឹងសក់ពាក់ដែលបាត់របស់ Nam ដោយមិនដឹងពីទុក្ខសោករបស់ម្ចាស់ដើមឡើយនៅឆ្ងាយនៅជ្រៅក្នុងតំបន់ភ្នំភ្លើងដីបានញ័រហាក់ដូចជាមានអ្វីមួយដ៏ធំសម្បើមកំពុងកម្រើកនៅខាងក្រោមផ្ទៃម៉ាម៉ាដ៏ក្តៅគប់សត្វដ៏គួរឲ្យភ័យខ្លាចមួយបានងើបក្បាលឡើងនិងបញ្ចេញសម្រែកដ៏ព្រឺព្រួចដែលលាន់ឬពាសពេញតំបន់ភ្លើងរោគដ៏គ្មានទីបញ្ចប់គេនិយាយថាមានកន្លែងចំនួន3នៅក្នុងអាណាចក្របិសាចដែលសូម្បីតែអ្នកប្រមាញ់ដែលក្លាហានបំផុតក៏មិនហ៊ានឈានជើងចូលដែរហើយតំបន់ភ្នំភ្លើងគឺជាកន្លែងមួយក្នុងចំណោមនោះជាដំបូងផេះដែលហោះហើរលើអាកាសមានកម្ដៅខ្លាំងដល់ថ្នាក់អាចអាំងស្បែកមនុស្សបានហើយឧស្ម័នពុលដែលលាយឡំគ្នានោះអាចរំលាយសួតបានភ្លាមប៉ុន្តែសម្រាប់ Kim នាងបានត្រាំជើងក្នុងម៉ាម៉ាយ៉ាងរំភើយដូចជានៅក្នុងអាងទឹកក្តៅអញ្ចឹងសត្វ Phoenix តូចនោះបានត្រឹមតែសម្លឹងមើលទាំងគាំងនិយាយអ្វីមិនចេញគឺគិតថាវាប្រហែលជារឿងធម្មតាសម្រាប់អ្វីដែលមិនមែនជាមនុស្សដែលអាចទ្រាំទ្រនឹងកម្ដៅបែបនេះបានប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ឆ្ងល់នោះគឺហេតុអ្វីបានជាតួអង្គប្រុសរបស់យើងក៏មិនអីដែរ
Cheon គ្រាន់តែឆ្លើយថាគាត់គឺជាអ្នកប្រមាញ់ឈាមរ៉ាគាត់ប្រហែលជាមើលទៅដូចជាមនុស្សនៅពេលនេះប៉ុន្តែគាត់បានកើតជាថ្មីក្នុងរូបរាងនេះបន្ទាប់ពីការផ្លាស់ប្ដូររូបរាងរបស់គាត់បន្ទាប់មកគាត់បានសួរ Sub-Phoenix ថាតើវាសុខសប្បាយទេដែលមកជាមួយពួកគេហើយ Go ឆ្លើយថាវាប្រសើរជាងនៅម្នាក់ឯងម្ដងទៀតខណៈពេលកំពុងមើលអ្នកទាំងពីរជេរគ្នាអំពីអ្វីដែលហាក់ដូចជាស៊ីជម្រៅ Kem ក៏បានចូលរួមក្នុងការសន្ទនាដែរពេលនោះហើយដែលគាត់នឹកឃើញថានាងធ្លាប់សួរអំពីអតីតកាលរបស់គាត់នាងគ្រាន់តែសើចនិងនិយាយថាមិនចាំបាច់ទៀតទេព្រោះនាងដឹងរួចហើយថាគាត់គឺជាអ្នកស្រុកដើមនៃអាណាចក្រ Decide ដូចជានាងដែរក្រោយមកពួកគេបានចាប់ផ្ដើមឡើងភ្នំភ្លើងហើយ Kem បានចង្អុលបង្ហាញពីពពផ្សែងដ៏ក្រាស់ដែលហុយចេញពីកំពូលភ្នំនៅលើនោះទីបំផុតពួកគេបានរកឃើញធ្នប់ភ្លឺដែលពួកគេចង់បានប៉ុន្តែនៅខាងក្រោមនោះសត្វគីង្គក់ភ្លើង Flame Toad ដ៏ធំមួយកំពុងយំយ៉ាងខ្លាំងភ្លាមនោះ Kem ក៏បានឃើញគីង្គក់មួយទៀតនៅក្បែរនោះ Master Go ដឹងភ្លាមនៅអ្វីដែលកំពុងកើតឡើងគីង្គក់ឈ្មោលកំពុងសោកសៅព្រោះគីង្គក់ញីបានងាប់នៅតាមផ្លូវគាត់បានបន្ថែមថាស៊ុតនៅលើខ្នងរបស់នាងនឹងត្រូវឆ្អិនទាំងរស់ដោយសារនាងបានដួលស្លាប់នៅក្នុងកន្លែងដែលមានកម្ដៅខ្លាំងពេកគឺមានអារម្មណ៍សោកស្ដាយចំពោះវាសនាដ៏អកុសលនេះពេលនោះហើយដែលតួអង្គប្រុសរបស់យើងមានគំនិតមួយគាត់ប្រាប់ Kem ឲ្យរងចាំគាត់ហើយបានលោតចុះទៅចំកណ្ដាលមាត់ភ្នំភ្លើងគាត់បានចុះចតនៅពីមុខសត្វគីង្គក់ដែលសម្លឹងមកគាត់ភ្លាមដោយចិត្តណាសម្លាប់ដោយគ្មានការព្រមានទុកជាមុនសត្វគីង្គក់ភ្លើងដ៏ធំមួយបានបញ្ចេញអណ្ដាតភ្លើងយ៉ាងខ្លាំងមករកគាត់ទោះជាយ៉ាងណាក៏ដោយគាត់បានរត់កាត់អណ្ដាតភ្លើងដ៏ក្តៅគប់នោះយ៉ាងស្រួលហើយបានយកកម្រាមដៃទៅប៉ះច្រមុះសត្វគីង្គក់នោះតិចការប៉ះដ៏សាមញ្ញនោះបានធ្វើឲ្យសត្វដ៏ធំសម្បើមនោះដួលសន្លប់ភ្លាមវាប្រែថា Cheon បានប្រើពីពូវែកដ៏ខ្លាំងក្លាដែលជាជាតិពុលដែលអាចធ្វើឲ្យសូម្បីតែសត្វគីង្គក់ភ្លើងដែលធន់នឹងថ្នាំពុលក៏សន្លប់បានដែរទោះបីជាយ៉ាងណាក៏ដោយវានឹងធ្វើឲ្យវាសន្លប់ត្រឹមតែ2-3នាទីប៉ុណ្ណោះការដែលឃើញគាត់ដើរចេញពីអណ្ដាតភ្លើងដោយគ្មានរបួសបែបនេះហាក់ដូចជាមិនគួរឲ្យជឿឡើយដូច្នេះ Kem ក៏បានសួរថាតើគាត់មិនអីទេគាត់បានបញ្ជាក់ប្រាប់ពួកគេថាគាត់ពិតជាមិនអីទេព្រោះគាត់ក៏មានកសកាសគីង្គក់ភ្លើងនៅក្នុងខ្លួនគាត់ដែរគាត់បានកត់សម្គាល់ឃើញថាស៊ុតមួយចំនួនត្រូវបានឆ្អិនរួចទៅហើយប៉ុន្តែគាត់បានព្យាយាមយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យស៊ុតដែលនៅសល់អាចរស់បាននៅពេលដែលគីង្គក់ឈ្មោះដឹងខ្លួនឡើងវិញវាឃើញស៊ុតត្រូវបានចងជាប់នឹងខ្នងរបស់វាហើយវាក៏បានទៅសម្ដែងការគោរពចំពោះដៃគូដែលបានស្លាប់ទៅបន្ទាប់មកសត្វនោះបានលោតយ៉ាងខ្ពស់ទៅលើអាកាសនិងចុះចតនៅក្បែរ Kem វាបានសម្លឹងមើលនាងយ៉ាងយូរហើយនាងក៏សប្បាយចិត្តដោយជឿជាក់ថាវាប្រហែលជាកំពុងនិយាយពីអរគុណCheon ដឹងថាការពិតវាគ្រាន់តែសម្លឹងមើលដៃគូរបស់វាប៉ុណ្ណោះប៉ុន្តែគាត់បានបណ្ដោយឲ្យក្មេងស្រីតូចនោះយកសពបន្តទៀតចុះក្រោយមក Kem ចាប់ផ្ដើមទាញថ្មដែលមានទំហំស្ទើរតែប៉ុនក្បាលរបស់នាងចេញមកសត្វ Phoenix ក៏អស់កម្លាំងយ៉ាងខ្លាំងនិងមានអារម្មណ៍ថាខ្លួនឯងអន់នៅពេលដែលវាផ្ដេសផ្ដាសនឹកឃើញកាលពីមុនដែលវាធ្លាប់គ្រវីផ្ទាំងថ្មដូចជាក្មេងលេងCheon ប្រាប់វាថាវាមិនចាំបាច់ជួយទេហើយគួរតែទៅជួបមិត្តភក្តិរបស់វាដូចដែលបានគ្រោងទុកទៅប៉ុន្តែការនិយាយបែបនេះបានធ្វើឲ្យ Go ខឹងហើយវាបានស្រែកថាបិសាចមិនមានមិត្តភក្តិឡើយវាមិនបានទៅជួបអ្នកណាទេវាគ្រាន់តែចង់ទុកកាដូខ្លះឲ្យប៉ុណ្ណោះវីរបុរសរបស់យើងមានការភ្ញាក់ផ្អើលដែលដឹងថាសូម្បីតែបិសាចដែលមានបញ្ញាក៏អាចមានអារម្មណ៍ឯកោដែរគឺបាននិយាយទាំងអន់ចិត្តថាមូលហេតុតែមួយគត់ដែលវាធ្វើបែបនេះគឺដោយសារតែវាមានការសោកស្ដាយដែលមិនបាននិយាយលាឲ្យបានត្រឹមត្រូវមុនពេលចាក់ចេញបន្ទាប់មកសត្វ Phoenix ក៏និយាយដោយមើងម៉ាត់ថាបើទោះបីជាបញ្ញារបស់វាធ្វើឲ្យវាស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពលោកក៏ដោយវាក៏ជាបណ្ដាសាផងដែរវាត្រូវមើលសត្វតេទៀតស៊ីសាច់សត្វតេដោយគ្មានការគិតដែលធ្វើឲ្យវាមានអារម្មណ៍ឯកោដើម្បីគេចចេញពីភាពឯកោដ៏ខ្លាំងក្លានេះវាក៏បានចាក់ចេញពីហ្វូងរបស់វាខណៈពេលដែលសត្វ Phoenix តូចព្យាយាមទាញថ្មមួយទៀតចេញពីជញ្ជាំងថ្មស្រាប់តែវាបានរបូតចេញនិងធ្លាក់ទៅបុកអ្វីមួយនៅខាងក្រោម Kem ឬសូការប្រេះបែកហើយនាងឃើញស៊ុតមួយនៅលើដីបានប្រេះនាងបារម្ភថាសត្វ Phoenix បានសម្លាប់វាប៉ុន្តែវីរបុរសរបស់យើងពន្យល់ថាសម្បករបស់វាពិតជាមងណាស់កូនសត្វនៅខាងក្នុងត្រូវតែព្យាយាមរុញម្ដងហើយម្ដងទៀតរហូតដល់វាមានកម្លាំងគ្រប់គ្រាន់ដើម្បីទម្លុះចេញមកដោយខ្លួនឯង Kem មានអារម្មណ៍អាណិតកូនសត្វនោះហើយចង់យកវាទៅផ្ទះប៉ុន្តែសត្វ Phoenix តូចបានស្រែកថាវានឹងគ្រោះថ្នាក់ណាស់ប្រសិនបើវាញាស់ចេញមកCheon នឹកឃើញថាមានសម្បុកមួយដែលស័ក្តិសមសម្រាប់វាដូច្នេះគាត់ក៏សម្រេចចិត្តយកវាទៅជាមួយ Kem រំភើបចិត្តជាខ្លាំងខណៈពេលដែល Go ព្រមានពួកគេថានេះជាលើកទី1ហើយដែលវាឃើញស៊ុតដែលមានរូបរាងប្លែកបែបនេះតួអង្គរបស់យើងបានសន្យាថានឹងជួយការពារពួកគេឲ្យមានសុវត្ថិភាពហើយពួកគេក៏បានបន្តការជីកយកថ្មរបស់ពួកគេទៀតក្រោយមកនៅពេលដែលពួកគេត្រឡប់មកវិញគាត់មានការភ្ញាក់ផ្អើលដែលឃើញញ៉ាំបុរសទំពេកកំពុងរងចាំណែមបានស្ម័គ្រចិត្តជួយកាន់កាបូបនិងអះអាងដោយមោទនភាពថាគាត់មានកម្លាំងគ្រប់គ្រាន់ដើម្បីកាន់វាបានទោះបីជា Cheon ព្រមានថាវាធ្ងន់ខ្លាំងក៏ដោយក៏ណែមនៅតែចង់កាន់ប៉ុន្តែភ្លាមនោះកាបូបក៏បានធ្លាក់ចុះដល់ដី Cheon ចាប់អារម្មណ៍ឃើញបុរសម្នាក់នោះហាក់ដូចជាយំតិចហើយក៏បានសួរនាំអំពីរបួសនៅលើមុខរបស់គាត់ដោយគិតថាគាត់បានឆ្លោះជាមួយនរណាម្នាក់ Cheon បាននិយាយថាគាត់មិននឹកស្មានថាណែមជាមនុស្សដែលត្រូវគេវាយរហូតបែបនេះសោះណែមមានអារម្មណ៍ខ្មាស់អៀននិងបានរត់ទៅរៀបចំអាហារយ៉ាងលឿនក្រោយមក Kem បានសួរដោយចង់ដឹងថាតើ Cheon កំពុងធ្វើអ្វីជាមួយធ្នប់ភ្លឺនោះហើយគាត់បានពន្យល់ថាគាត់ចង់ប្រើវាធ្វើជាអំពូលភ្លើង
គំនិតដ៏អស្ចារ្យនិងទឹកចិត្តដ៏ល្អរបស់គាត់បានធ្វើឲ្យខេមមានការស្ញប់ស្ញែងយ៉ាងខ្លាំងនាងនិយាយថាឥឡូវនេះគាត់ពិតជាដូចជាឪពុកម្នាក់អញ្ចឹងប៉ុន្តែនៅពេលដែលគាត់សួរអំពីឪពុករបស់នាងខេមក៏ឈប់និយាយតែម្ដងទន្ទឹមនឹងនោះសត្វហ្វីនីកកំពុងសម្រាកយ៉ាងរំភើយប៉ុន្តែស្រាប់តែត្រូវបិសាច Mandragora 3 ក្បាលឡោមព័ទ្ធនិងវាយប្រហារបិសាច Mandragora បានប្រើក្បាច់វាយប្រហារពិសេសរបស់វាប៉ុន្តែវាគ្រាន់តែលោតចេញពីខ្លួនសត្វហ្វីនីកដែលកំពុងដេកហាលថ្ងៃតែប៉ុណ្ណោះក្រោយមកណែមបានយកអាហារមកជូនពួកគេហើយមានមោទនភាពចំពោះស្នាដៃចម្អិនអាហាររបស់គាត់ជាខ្លាំងខេមនិងហ្គោមានការចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុន្តែឆេអុនចង់បានចម្លើយចំពោះសំណួររបស់គាត់កាលពីមុនសិននៅទីបំផុតណែមក៏បានរៀបរាប់ថាគាត់ត្រូវបានអ្នកប្រមាញ់កម្រិតអមើងាយនិងបានវាយតប់គ្នាពួកគេបាននិយាយពាក្យមើលងាយដែលធ្វើឲ្យគាត់ខឹងខ្លាំងរហូតដល់គាត់សម្រេចចិត្តប្រើកម្លាំងបាយជាមួយពួកគេឆេអុនក៏បានសួរអំពីការប្រឡងបន្ទាប់ដែលនឹងមកដល់ក្នុងរយៈពេល60ថ្ងៃទៀតឬបែបនេះឆេអុនក៏បានស្នើជួយវឹកហាត់ដល់ណែមដែលធ្វើឲ្យគាត់សប្បាយចិត្តជាខ្លាំងប៉ុន្តែក្តីរំភើបរបស់គាត់បានរលាយបាត់នៅពេលដែលការងារដំបូងដែលត្រូវធ្វើគឺលាងចានឲ្យខេមបន្ទាប់មកគាត់ត្រូវលាងសម្អាតធូលីភ្នំភ្លើងចេញពីថ្មភ្លឺទាំងនោះដែលធ្វើឲ្យណែមមានការហួសចិត្តជាខ្លាំងនៅពេលដែលគាត់សួររកការហ្វឹកហាត់ពិសេសឆេអុនបានប្រាប់គាត់ឲ្យធ្វើការងារទាំងនេះប្រសិនបើមិនចង់ធ្វើជាអ្នកចាញ់កម្រិតបើអស់មួយជីវិតណែមបានបង្ខំចិត្តធ្វើការយ៉ាងខ្លាំងព្រោះគាត់គឺជាមនុស្សដែលជឿជាក់លើការខិតខំប្រឹងប្រែងនិងការតស៊ូគាត់បានអូសកាបូបដ៏ធ្ងន់នោះចូលទៅក្នុងព្រៃនៅឯមាត់ទន្លេខេមមានអារម្មណ៍ធុញថប់ដែលមិនអាចស្ទូចត្រីបានមួយសោះខណៈដែលណែមអាចស្ទូចបានយ៉ាងច្រើនណែមបានសុំជំនួយពីឆេអុនព្រោះបិសាចប្រភេទទឹកគឺជាចំណុចខ្សោយរបស់គាត់ឆេអុនមានអារម្មណ៍ធុញទ្រាន់និងបានណែនាំឲ្យគាត់ប្រើបាំងការពារមន្តអាគមប៉ុន្តែញ៉ែមនៅតែមិនទាន់យល់ពីរបៀបប្រើវាឆេអុនក៏បានឲ្យគាត់កាន់ធ្មុកគ្រីស្តាលមួយគាត់ពន្យល់ថាធ្មនេះផ្ទុកនៅថាមពលមន្តអាគមយ៉ាងច្រើននៅពេលដែលឆេអុនប៉ះចំទ្រូងរបស់ណែមស្រាប់តែណែមអាចមើលឃើញថាមពលមន្តអាគមដែលកំពុងធ្វើចរាចរណ៍នៅក្នុងខ្លួនរបស់គាត់ឆេអុនប្រាប់ណែមឲ្យមានអារម្មណ៍ពីថាមពលដែលកំពុងហូរតាមសរសៃទាំងនោះមិនយូរប៉ុន្មានដៃរបស់ណែមក៏ត្រូវបានគ្របដណ្ដប់ដោយពន្លឺពណ៌ប្រាក់ដោយប្រើកម្លាំងទាំងអស់ដែលគាត់មានណែមក៏អាចលើកធ្មនោះឡើងលើក្បាលបាននិងបានសើចយ៉ាងសប្បាយរីករាយឆេអុនប្រាប់គាត់ឲ្យបន្តធ្វើការងាររបស់គាត់ខណៈពេលដែលបញ្ជូនថាមពលម៉ាណាមែនណាពេញខ្លួនប្រាណនៅយប់នោះអ្នកទាំងបីបានដេកលង់លក់នៅក្រោមពន្លឺដ៏ស្រទន់នៃថ្មភ្លឺគឺមិនអាចដេកលក់បានទេហើយវាក៏បានឃើញខេមដើរចេញទៅក្រៅយ៉ាងស្ងៀមស្ងាត់នៅកណ្ដាលអធ្រាត្រខេមបានទៅមាត់ស្ទឹងដើម្បីបោកអាវរបស់នាងព្រោះនាងមានអាវតែមួយគត់ដែលបានប្រឡាក់ដីគឺនឹងឆេអុនបានលួចមើលនាងហើយឆេអុនក៏បានដឹងថាគាត់ប្រហែលជាបានមើលរំលងតម្រូវការសម្លៀកបំពាក់របស់ក្មេងស្រីម្នាក់នេះនៅពេលដែលខេមចេញពីទឹកនាងបានភ្ញាក់ផ្អើលដែលឃើញពួកគេនៅទីនោះប៉ុន្តែឆេអុនបាននិយាយបំភាន់ដើម្បីកុំឲ្យនាងខ្លាចគាត់បានសួរនាំនាងយ៉ាងទន់ភ្លន់ខណៈដែលពួកគេកំពុងដើរលេងនៅក្រោមពន្លឺព្រះច័ន្ទឈៀនបន្ទាប់មកសុំឲ្យនាងឈប់មួយភ្លែតចង់ខ្សែក្រវ៉ាត់ជុំវិញចង្កេះរបស់នាងហើយដបការពី3តុងចូលទៅក្នុងវាភ្នែករបស់ខេមភ្លឺឡើងភ្លាមហើយនាងនិយាយថាវាហាក់ដូចជាគាត់ឈៀនញឹមហើយនិយាយថា Forsythia ជាផ្កាដែលគាត់ចូលចិត្តសំឡេងក្រវីក្បាលភ្លាមនៅក្នុងគុម្ពោតព្រៃធ្វើឲ្យខេមភ្ញាក់ផ្អើលប៉ុន្តែឈៀនធានានាងថាវាគ្រាន់តែជាកណ្ដូបដែកប៉ុណ្ណោះនៅតាមផ្លូវត្រឡប់មកវិញគាត់សួរនាងថ្នមថាតើនាងត្រូវការសម្លៀកបំពាក់ឬស្បែកជើងទេទោះបីជាសម្លេងរបស់គាត់ហាក់ដូចជាឪពុកជាងធម្មតាក៏ដោយខេមមើលទៅមានការភ័ន្តច្រឡំហើយនិយាយថានាងចូលចិត្តសម្លៀកបំពាក់ដែលគាត់បានផ្ដល់នៅព្រឹកបន្ទាប់ឈៀនទៅទស្សនាពិភពមនុស្សក្បែរតំបន់អនាធិបតេយ្យឲ្យស្រុកទី13ដោយសម្រេចចិត្តថាវាមិនត្រឹមត្រូវទេសម្រាប់ខេមក្នុងការពាក់សម្លៀកបំពាក់តែមួយអ្នកស្រុកសម្លឹងមើលគាត់ដោយការសង្ស័យប៉ុន្តែគាត់ស្ទើរតែមិនចាប់អារម្មណ៍
ដោយគិតថាវាប្រសើរជាងក្នុងការនាំខេមមកជាមួយដើម្បីជ្រើសរើសអ្វីដែលនាងចូលចិត្តបន្ទាប់មកគាត់ដឹងថាវាប្រហែលជាច្រើនពេកសម្រាប់នាងក្នុងការប្រឈមមុខនឹងអាណាចក្រមនុស្សបន្ទាប់ពីអ្វីដែលនាងបានឆ្លងកាត់គាត់សើចចំអកឲ្យខ្លួនឯងខណៈពេលកំពុងស្វែងរកហាងលក់សម្លៀកបំពាក់នៅជិតតំបន់អនាធិបតេយ្យពេលដែលក្មេងប្រុសម្នាក់ចូលមកជិតហើយផ្ដល់ជូននាំគាត់ទៅទីនោះក្នុងតម្លៃ10,000 វ៉ុនដោយអះអាងថាគាត់ស្គាល់កន្លែងថោកឈៀនឆ្លើយតបថាគាត់អាចបង់ប្រាក់បន្ទាប់ពីទទួលបានការផ្លាស់ប្ដូរខ្លះតែធ្វើឲ្យក្មេងប្រុសនេះសន្មតថាគាត់គឺជាអ្នកចំណូលថ្មីម្នាក់ទៀតដែលត្រូវបានគេប្លន់នៅក្នុងអាណាចក្រមួយផ្សេងទៀតក្មេងប្រុសនេះសួរថាតើឈៀនមានលុយសម្រាប់ទិញសម្លៀកបំពាក់ទេហើយប្រាប់គាត់ឲ្យធ្វើតាមដោយនិយាយថាគាត់តែងតែយកប្រាក់ជាមុនប៉ុន្តែនឹងធ្វើការលើកលែងលើកនេះឈៀនញឹមនៅពេលដែលក្មេងនេះណែនាំខ្លួនគាត់ថាបងស៊ឺដូច្នេះគាត់ប្រាប់ឈ្មោះរបស់គាត់ជាការតបស្នងប៉ុន្តែបងស៊ឺគ្រាន់តែញឹមហើយនិយាយថាគាត់នឹងហៅគាត់ថាបងប្រុសធំជំនួសវិញខណៈពេលដែលពួកគេដើរឈៀនសង្កេតដោយស្ងៀមស្ងាត់ពីរបៀបដែលតំបន់អនាធិបតេយ្យឲ្យមានការផ្លាស់ប្ដូរជាច្រើនឆ្នាំមកនេះទោះបីជាមុនពេលគាត់អាចគិតបន្ថែមបងស៊ឺស្រាប់តែសួរថាតើគាត់ទើបតែភ្នាក់ថ្មីនេះទេឈៀនញើបចិញ្ចើមហើយសួរថាតើគាត់មើលទៅដូចវាទេហើយបងស៊ឺពន្យល់ថាដោយសារគាត់ចេញពីច្រកទ្វារដោយគ្មានឧបករណ៍គាត់សន្មតថាឈៀនត្រូវបានគេប្លន់នៅក្នុងអាណាចក្របិសាចគាត់ព្យាយាមលួងលោមគាត់ដោយនិយាយថាវាកើតឡើងចំពោះមនុស្សគ្រប់គ្នាមិនយូរមិនឆាប់ឈៀនសើចចំអកហើយចង្អុលបង្ហាញថាបងស៊ឺដឹងច្រើនណាស់សម្រាប់ក្មេងម្នាក់អន់ចិត្តបងស៊ឺទូចថាគាត់មិនមែនជាក្មេងទេដោយអះអាងថាគាត់អាយុ17ឆ្នាំហើយមើលទៅតូចដោយសារតែកង្វះអាហារូបត្ថម្ភខណៈពេលដែលពួកគេបន្តដើរឈៀនប្រទះឃើញក្រុមជនពាលអាក្រក់កំពុងដើរលេងនៅក្បែរនោះបងស៊ឺគាត់សម្គាល់ការសម្លឹងរបស់គាត់ហើយព្រមានគាត់យ៉ាងរហ័សកុំឲ្យឈានជើងចូលទៅក្នុងស្រុកទី13គាត់និយាយថាកន្លែងនេះមានកេរ្តិ៍ឈ្មោះអាក្រក់តាំងពីក្រុមឱកាសមកពីស្រុក11បានផ្លាស់ប្ដូរចូលសូម្បីតែប៉ូលីសក៏ឈប់បង្ហាញខ្លួនដែរហើយតំបន់នេះឥឡូវនេះស្ទើរតែគ្មានច្បាប់គាត់បន្ថែមថាពួកគេកំពុងឈរនៅក្នុងស្រុកទី12ដែលជាគែមសុវត្ថិភាពនៃតំបន់អនាធិបតេយ្យឈៀនស្ដាប់ដោយស្ងៀមស្ងាត់ហើយឆ្ងល់ថាតើមណ្ឌលកុមារកំព្រានៅស្រុក13នៅតែមានបន្ទាប់ពីពេលនេះនៅកន្លែងផ្សេងទៀតហាងលក់សម្លៀកបំពាក់តូចមួយបង្ហាញស្លាកសញ្ញាទិញមួយថែមមួយប៉ុន្តែម្ចាស់ហាងមើលទៅហត់នឿយណាស់នាងស្ដាយក្រោយដែលបើកហាងនៅកន្លែងដែលមនុស្សភាគច្រើនមិនមានលទ្ធភាពចិញ្ចឹមកូនទោះបីជាពាក់កណ្ដាលនៃស្តុករបស់នាងគឺជាសម្លៀកបំពាក់កុមារក៏ដោយនាងដកដង្ហើមធំជែកថាតើនាងគួរតែផ្លាស់ប្ដូរអាជីវកម្មរបស់នាងទាំងស្រុងយ៉ាងណានៅពេលដែលទ្វារស្រាប់តែរបើកបងស៊ឺចូលទៅមុនហើយស្វាគមន៍នាងយ៉ាងរីករាយក្នុងនាមជា Madam Pop នាងស្រែកភ្លាមថានាងមិនទាន់រៀបការទេហើយឈប់ហៅនាងបែបនេះទៅគាត់សើចចំអកហើយពន្យល់ថាឈៀនត្រូវការសម្លៀកបំពាក់ខណៈពេលដែលវីរបុរសរបស់យើងដើរត្រង់ទៅរកមើលតាមរ៉ាកែតផកហៅបងស៊ឺមកចិត្តហើយស្ដីបន្ទោសគាត់ដែលតែងតែទាញអ្នកប្រមាញ់ដែលខូចចូលទៅក្នុងហាងរបស់នាងដោយត្អូញត្អែរថានាងមានផ្ទាំងដែលមិនទាន់បង់ប្រាក់ជាច្រើនដែលរងចាំការជំរះក្មេងនេះត្រូវគេទាញថ្ពាល់យ៉ាងខ្លាំងហើយព្យាយាមការពារខ្លួនដោយនិយាយថាគាត់មិនអាចដឹងថាតើបុរសនោះមានលុយឬអត់នោះទេម្ចាស់ហាងចង្អុលបង្ហាញថាឈៀនមើលទៅមិនដូចអ្នកកាន់សាច់ប្រាក់ទេបងស៊ឺអះអាងថាយ៉ាងហោចណាស់បុរសម្នាក់នេះសង្ហាហើយរំលឹកនាងថានាងគឺជាអ្នកប្រាប់គាត់ឲ្យនាំយកអ្នកប្រមាញ់គួរឲ្យអាណិតដែលរំលឹកនាងពីបងប្រុសចុងរបស់នាងផកឆ្លើយតបថានាងគ្រាន់តែនិយាយបែបនេះមិនឬពីរដងប៉ុណ្ណោះហើយព្រមមានថាប្រសិនបើវានៅតែបន្តពួកគេទាំងពីរនឹងបញ្ចប់នៅតាមផ្លូវបងស៊ឺនិយាយថាគាត់មិនដែលសុំជំនួយពីនាងតាំងពីដំបូងឡើយប៉ុន្តែផកដកដង្ហើមធំដូចជាអ្នកថែរក្សាដែលហត់នឿយហើយប្រាប់គាត់ឲ្យទៅលាងសម្អាតសន្យាថានឹងផ្ដល់ប្រាក់ខ្លះដល់គាត់នៅពេលក្រោយពេលនោះឈៀនបានកាត់ចូលហើយនិយាយយ៉ាងស្ងប់ស្ងាត់ថាគាត់ចង់ទិញសម្លៀកបំពាក់គាត់ដកមូលពពានបាត់តម្លៃ10 លានវ៉ុនហើយសារភាពថាវាជាលុយទាំងអស់ដែលគាត់មានទិដ្ឋភាពនេះធ្វើឲ្យទាំងផកនិងបងស៊ឺភ្ញាក់ផ្អើលផកផ្លាស់ប្ដូរទៅជារបៀបផ្លូវការភ្លាមខណៈពេលដែលបងស៊ឺប្រញាប់ទាញកៅអីចេញហើយរៀបចំតុមួយជាមួយខូឃីនិងភេសជ្ជៈសម្រាប់ភ្ញៀវវេបថ្មីរបស់ពួកគេខណៈពេលដែលបងស៊ឺចង់កន្សែងជុំវិញរបស់ឈៀនផកពន្យល់យ៉ាងរំភើបថាពួកគេលក់អ្វីគ្រប់យ៉ាងចាប់ពីម៉ូដមនុស្សពេញវ័យរហូតដល់សម្លៀកបំពាក់កុមារឈៀនគ្រាន់តែសុំសម្លៀកបំពាក់ក្មេងស្រីម្ដាយសម្លៀកបំពាក់ពីរបីសម្រាប់ខ្លួនគាត់និងស្បែកជើងខ្លះ
ផកភ្លឺឡើងភ្លាមដោយសារសម្លៀកបំពាក់កុមារជាជំនាញរបស់នាងហើយចាប់ផ្ដើមបង្ហាញគាត់នៅបណ្ដុំនីតិរដូវនិងរដូវក្តៅចុងក្រោយបង្អស់រួមមានអាវកាក់សម្លៀកបំពាក់ធម្មតានិងស្រមោលពណ៌ផ្កាជ្រូកគ្មានទីបញ្ចប់បងស៊ឺឈរក្បែរគាត់ម៉ាសាស្មារបស់គាត់ដូចជាជំនួយការដែលមានការសាទរនៅពេលបងប្រាក់ផកស្ទើរតែមិនអាចលាក់បាំងសេចក្តីអំណររបស់នាងបានដោយបានលក់ទំនិញជាង100ហើយចាត់ចែងស្តុករបស់នាងភាគច្រើននាងសួរថាតើគាត់ចង់ដឹកជញ្ជូនសម្លៀកបំពាក់ឬទេប៉ុន្តែឈៀវនិយាយថាគាត់នឹងយកវាដោយខ្លួនឯងបន្ទាប់មកគាត់ប្រគល់ឈុតមួយនឹង100,000វុនទៅឲ្យបងស៊ឺដោយនិយាយថាគាត់នៅតែជំពាក់គាត់នៅការពេញចិត្តមួយទៀតនៅខាងក្រៅបងស៊ឺមានអារម្មណ៍មិនស្រួលនៅពេលដែលគាត់ដឹកនាំឈៀវទៅកាន់ផ្ទះសំណាក់ដែលគាត់បានលើកឡើងពីមុនពេលឈៀវចូលទៅខាងក្នុងគំនិតរបស់បងស៊ឺវិលវល់គាត់ឆ្ងល់ថាតើនរណាម្នាក់អាចប្រគល់ប្រាក់និងសម្លៀកបំពាក់ឲ្យគាត់យ៉ាងងាយស្រួលយ៉ាងដូចម្តេចដោយបារម្ភថាវាអាចជាអន្ទាក់គាត់នឹកឃើញពីរបៀបដែលអ្នកជួញដូរតែងតែលំបួងក្មេងដោយសេចក្តីសប្បុរសប៉ុន្តែផ្នែកមួយទៀតរបស់គាត់ឆ្ងល់ថាតើឈៀវអាចជាមនុស្សមានចិត្តល្អដូចផកដែរឬទេពេលឈៀវដើរចេញមកគាត់និយាយថាម្ចាស់ផ្ទះសំណាក់ហាក់ដូចជាសំរុំហើយកន្លែងនេះមើលទៅស្អាតគាត់ប្រគល់កូនសោទៅឲ្យបងស៊ឺហើយប្រាប់គាត់ថាគាត់នឹងមិនចាំបាច់ដេកនៅតាមផ្លូវទៀតទេគាត់បន្ថែមថាគាត់បានបង់ថ្លៃឈ្នួលពេញមួយឆ្នាំរួមទាំងអាហារហើយងាកចេញបងស៊ឺនិយាយរអ៊ូទាំដោយភ័យខ្លាចថាតើនេះជារបៀបដែលការចាប់ជំរិតចាប់ផ្ដើមឬយ៉ាងណាហើយឈៀវរំលឹកគាត់ថាគាត់ជាអ្នកនាំគាត់ទៅទីនោះតាំងពីដំបូងឡើយខណៈពេលដែលច្រកទ្វារភ្លឺឡើងនៅពីក្រោយគាត់បងស៊ឺសួរថាតើមានរឿងអ្វីកើតឡើងដោយសារពួកគេស្ទើរតែមិនស្គាល់គ្នាប៉ុន្តែឈៀវបានផ្ដល់ឲ្យគាត់ច្រើនណាស់ឈៀវឆ្លើយថាក្មេងប្រុសនេះរំលឹកគាត់ពីអតីតកាលរបស់គាត់ដោយនិយាយថាគាត់ធ្លាប់រស់នៅរបៀបដូចគ្នាគាត់ប្រាប់គាត់ឲ្យមើលថែខ្លួនឯងហើយច្រកទ្វារនាំគាត់ត្រឡប់ទៅអាណាចក្របេសាចវិញណែមមើលទៅធូរស្រាលនៅពេលដែលឈៀវត្រឡប់មកវិញខណៈពេលដែលខេមរត់មកសួរថាគាត់បាត់ទៅណាដោយមិនប្រាប់នរណាម្នាក់ឈៀវញឹមហើយនិយាយថាគាត់ទៅទិញកាដូឲ្យនាងដែលធ្វើឲ្យនាងរំភើបយ៉ាងខ្លាំង